នេះជាសៀងអំណាននៃសំណេរកំណត់ហេតុពិតដែលទទួលបានការអនុញ្ញាតនិងដកស្រង់ចេញពីខ្សែជីវិតនៃគ្រួសារមួយសូមមិនបញ្ជាក់អត្តសញ្ញាណទទួលសន្តាប់ហើយបើមានចំណុចខុសឆ្គងដោយអំបាលមានក៏សូមមេត្តាអធ្យាស្រ័យដោយក្តីអនុគ្រោះជាពិសេសចំពោះជនដែលធ្លាប់រងការប៉ះទង្គិចសតិអារម្មណ៍ក្នុងដំណើរហេតុដូចឬស្រដៀងអត្ថន័យដែលមានបង្កប់សេចក្តីនៅក្នុងវីដេអូនេះអតីតកាលមួយដែលរាប់ថាមិនជាយូរឆ្នាំពេកវាប្រៀបដូចជាម្សិលមិញនិងថ្ងៃស្អែកទើបកន្លងផុតទៅថ្មីចំពោះអ្នកដែលនៅចងចាំនិងនឹករលឹកដល់ជាពិសេសឪពុកម្ដាយឬអាណាព្យាបាលដែលជាប់សាច់ឈាមផ្ទាល់សុទ្ធសឹងជាជនដែលមានដំបៅស្នាមបន្សល់ដក់ជាប់នៅក្នុងចិត្តតរៀងដរាបមកទល់នឹងបច្ចុប្បន្ននេះថ្មិចភ្នែកបណ្ដែតអារម្មណ៍ទៅដល់ភូមិករមួយស្ងប់ស្ងាត់តាំងទីនៅនាជនបទឆ្ងាយពីក្រុងរាប់ជាមូលដ្ឋានរស់នៅប្រមូលផ្ដុំច្រើនជាកសិករដែលមានរបរអាស្រ័យផលដំណាំស្រែចម្ការនិងបន្លែរោងថ្នាលលក់ដូរបន្តិចបន្តួចដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃទីស្ថានរស់នៅធម្មជាតិបៃតងស្រស់ខ្យល់លំហើយផាត់បក់ត្រជាក់គ្រប់រដូវដើមឈើតូចធំប្រមូលផ្ដុំតាមដងផ្លូវដោយឡែកឯទីលំនៅក៏ឃើញមានមួយរំលងឆ្ងាយពីគ្នាស្របតាមខ្សែបន្ទាត់នៃផ្លូវជាតិសល់តាំងពីសម័យសង្គមចាស់ល្មមអ្នកភូមិផងអាចឆ្លងកាត់ធ្វើដំណើរដោយមិនលំបាកនឹងថ្លែងអំពីគ្រួសារមួយមានដីទូលាយវែងឆ្ងាយតភ្ជាប់តាំងពីផ្លូវជាតិលាតសន្ធឹងត្រង់ទៅក្រោយឆ្ងាយប៉ុន្តែផ្ទះនោះមិនស្ថិតនៅជិតផ្លូវពេកឡើយព្រោះចំនួនការចាប់ផ្ដើមសាងសង់ក៏បានគិតទុកមុនខ្លាចរំលោភលើដីចំណីជំរាលផ្លូវហើយក៏ខ្លាចអនាគតទៅអាចនឹងមានផលប៉ះពាល់ពេលស្រុកទេសមានគម្រោងពង្រីកទំហំផ្លូវបន្ថែមទើបសម្រេចសង់ថយមកក្រោយឆ្ងាយសុកចិត្តបន្សល់ទុកបរិវេណខាងមុខឲ្យវាលស្រឡះគ្រាន់ដើម្បីដាំភ្ញីផ្កាឬដំណាំខ្លះនិងបានគ្រាន់ជាទីធ្លាសុវត្ថិភាពសម្រាប់កូនលេងផងផ្ទះនោះសង់ឡើងអំពីឈើជើងសសរមូលរលោងកម្ពស់ខ្ពស់ល្មមផុតពីដីតែវាក៏ពុំមែនជាឈើដែលបានពីការកាន់អាឬទិញថ្មីផ្ទុយទៅវិញវាត្រឹមតែជាបំណែកបង្គោលក្តារចាស់ដែលសន្សំប្រាក់ទិញបានម្ដងបន្តិចពីអ្នកភូមិជិតឆ្ងាយក្រោយសម័យវិលចូលស្រុកវិញបន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍3ឆ្នាំ8ខែនិង20ថ្ងៃអាស្រ័យដោយការខ្វះខាតបែបនឹងហើយទើបផ្ទះអាចសង់រួចតែរូបរាងប៉ុន្តែជញ្ជាំងត្រូវប្រើបណ្ដោះអាសន្នដោយក្តារបន្ទះស្ដើងវាយដំទ្រាប់ជាច្រើនជាន់ការពារភ្លៀងសាយទឹកចូលប៉ុន្តែចុងក្រោយក៏នៅតែបន្សល់ស្នាមប្រឡោះប្រហោងតូចគ្រប់កន្លែងល្មមសូម្បីតែដៃក្មេងៗក៏អាចលូកទាញលេងកាច់បានតាមទំនើងចិត្តក្បឿងចាស់ក៏ត្រូវបានយកមកដុសខាត់សម្អាតមុននឹងដាក់ប្រក់គ្របតម្រៀបលើដំបូលបង្អួចមុខក្រោយក៏ត្រឹមជាបន្ទះក្តារទល់ឯកម្មចន្ទើរក៏ជាឈើចាស់សល់រៀបដាក់ប្រើឲ្យតែអាចឡើងចុះបានទោះជាយ៉ាងណាវាក៏ពិតពុំមែនជារឿងចម្លែកអ្វីពេកឡើយត្បិតភាគច្រើននៃគ្រួសារថ្មីចំនួនមុនឬក្រោយឆ្នាំ90ជាងច្រើនអាចមានលទ្ធភាពត្រឹមធ្វើផ្ទះបន្តិចម្ដងតាមតែរបៀបអីចឹងឯង
ក្រឡេកទៅឯទីធ្លាខាងមុខផ្ទះប្រទះឃើញមានដាំស្អេកស្កះនៅដំណាំនិងផ្កាក្រអូបជាច្រើនប្រភេទលម្អតាមជួរព្រំដីដូចជាស្លឹកគ្រៃផ្កាម្លិះនិងផ្កាក្រដាសដាំជាប់គ្នាបណ្ដាក់រហូតទៅដល់ម្ដុំពាងទឹកចំហៀងផ្ទះពាងនោះផងក៏ច្រើនមានទឹកពេញព្រៀបមានទាំងតូចមានទាំងធំបានពីការត្រងភ្លៀងហូរចាក់ពីដំបូលចុះចូលមកក្រោមតាមតើរងថ្លាត្រជាក់ដូចកញ្ចក់ក្រៅពីពពួកដើមផ្កាក៏មានរុក្ខជាតិចាស់វស្សាពីរធំចាក់ឫសជាប់មាំនៅច្រើនឆ្នាំណាស់មកហើយវាគឺជាដើមអំពិលនិងត្រលឹងទឹងអំពិលយល់ដើមដុះនៅក្នុងទីធ្លាដីជាប់ច្រកចេញទៅក្រៅឯត្រលឹងទឹងដើមជាប់ជីផ្លូវទំនប់ក្បែរដើមផ្កាកង្កោបចោលមែកផ្កាសាខាគ្របលើប្រឡាយស្របផ្លូវធំពាក្យថាផ្លូវធំជាភាសាតំបន់សំដៅទៅលើផ្លូវជាតិដែលមានក្រាលគ្រួសថ្មកៅស៊ូច្រើនមានតែម៉ូតូរ៉ឺម៉កឬរទេះសេះធ្វើចរាចរណ៍ទៅមកឥតដាច់ប៉ុន្តែយូរក៏ឃើញមានរថយន្តមួយបើកឆ្លងកាត់ផងដែរក៏ច្រើនជាឡានដឹកទំនិញធំបើកឆ្លងកាត់ម្ដងសន្ធឹកលាន់រង្គើញ័រដល់ដំបូលផ្ទះរីឯផ្លូវទំនប់ជាផ្លូវដីអមជាប់ខណ្ឌដោយប្រឡាយទឹកនៅកណ្ដាលវាត្រូវបានកសាងឡើងនាជំនាន់ក្រោយនេះទេដែលមានទទឹងផ្ទៃប្រមាណជា6ទៅ7ម៉ែត្រលាតសន្ធឹងវែងអន្លាយឆ្ងាយកាត់តាមមុខផ្ទះនីមួយប្រើជាប្រយោជន៍ដល់ការដឹកជញ្ជូនបន្តិចបន្តួចក្នុងចម្ងាយជិតជាពិសេសបំផុតគឺដើម្បីសិស្សសាលាតូចធំបានធ្វើដំណើរឬជិះកង់ឌុបគ្នាទៅរៀនជៀសវាងពីការធ្វើដំណើរដោយផ្ទាល់ទាំងប្រថុយគ្រោះថ្នាក់តាមផ្លូវជាតិដែលតែងតែមានយានជំនិះជិះទៅមកលឿនថាទីធ្លាខាងមុខវាលស្រឡះប៉ុន្តែបើដើរបង្ហួសទៅក្រោយផ្ទះក៏ឃើញថាមិនសូវជាខុសគ្នាប៉ុន្មានដែរត្បិតពុំសូវជាស៊ុបទ្រុបគឺត្រឹមជាទីដីសម្រាប់ដាំដុះបន្លែដំណាំជាច្រើនប្រភេទនិងតែងផ្ដល់ផលល្មមគ្រប់គ្រាន់ផ្គត់ផ្គង់លើម្ហូបប្រចាំថ្ងៃពុំចាំបាច់វែងឆ្ងាយត្រូវធ្វើដំណើរទៅផ្សារចំណាយលុយកាក់ទិញរបស់គេខាងក្រោយនោះក៏មានគោធំមួយដើមបែកមែកសាខាឡើងខ្ពស់ជាងដំបូលផ្ទះទៀតផងរាល់ឆ្នាំក៏មានផ្កាផ្លែច្រើនកន្លងខ្ចីទុំជ្រុះគោនៅខាងក្រោមដើមប្រើបានជាប្រយោជន៍ផ្សេងប្រចាំថ្ងៃវាក៏ជាកន្លែងក្តីសុខរបស់សត្វចាបដែលតែងហើរស្រែកទុំចេកចាចចាក់សម្បុកវែងខ្លីព្យួររលែងរណោងខណៈដែលនៅខាងក្រោមមានវល្លិរុំគួចជុំវិញគល់ដ៏សែនធំចំពោះឯដីនៅខាងមុខបន្តក៏ជាកម្មសិទ្ធិគ្រួសារនឹងដែរប៉ុន្តែវាជាចំការសម្រាប់ដាំតែដំឡូងនិងសណ្តែកតែប៉ុណ្ណោះមិនមានដាំចម្រុះដូចដីជាប់ខាងក្រោយផ្ទះឡើយប្រសិនបើដើរបន្តទៅមុខទៀតគេនឹងឃើញមានព្រៃត្នោតក្រសាំងនិងវាលស្មៅវែងខ្លីរួមនឹងច្រកចេញពីព្រៃសំដៅបន្តទៅស្រែថ្នាលសម្រាប់ធ្វើស្រូវត្រូវហើយគ្រួសារនឹងក៏មានស្រែពី3អំពកដែរដែលជាគេចែកបានពីពុកម៉ែល្មមអាចអាស្រ័យផលបានគ្រប់ពេញមួយឆ្នាំក្នុងគ្រួសារជាអ្នកកាន់ធម៌អាសម្បើមណាស់មិនចិញ្ចឹមទេសត្វសូម្បីគោក្របីឆ្កែឆ្មាបើត្រូវការដោះស្រាយរឿងស្រែថ្នាលគឺសុខចិត្តជួលគេមកធ្វើតាំងតែពីសំណាបផ្សារស្ទូង
រហូតបានច្រូតកាត់ប្រមូលផលដាក់ក្នុងជង្រុកដោយសារតែគ្មានសត្វចិញ្ចឹមមាន់ទាក្របីគោនឹងហើយទើបក្រោមផ្ទះទូលាយធំល្មមឲ្យនាងមុំជាភរិយាអាចប្រកបរបរត្បាញកន្ទេលកក់ដែលជារបរបន្តមកពីម្ដាយរបស់ខ្លួនប៉ុន្តែគួរឲ្យសោកស្ដាយដែលគាត់បានចែកឋានទៅហើយតាំងតែពីនាងទើបរៀបការបានប៉ុន្មានខែក្រោយដោយសារជំងឺប្រចាំកាយរីឯឪពុកនាងក៏អាយុចាស់វស្សាទើបបែរសង្វាតរឿងផ្លូវធរអាសំណាក់នៅវត្តចុងភូមិតាំងតែពីពេលប្រពន្ធស្លាប់ទៅហើយទ្រព្យភាគច្រើនដែលបន្សល់នៅក៏ផ្គត់ផ្គង់ផ្ដល់ទៅឲ្យកូនស្រីទូលគ្រាន់ចិញ្ចឹមជីវិតក្នុងគ្រួសារថ្មីក្នុងដំណើរការត្បាញនាងមុំក៏មានអ្នកជិតខាង2នាក់បានសហការគ្នាម្នាក់ជាលោកយាយជំនាញខាងរៀបសរសៃខ្សែក្រចៅនិងអ្នកមីចម្នាក់ទៀតជំនាញខាងរើសសរសៃកក់ត្បាញក្រៅពីការត្បាញកន្ទេលនាងមុំក៏មានលក់ដូរបន្លែបង្ការខ្លះដោយដាក់ចោលលើកូនក្រែជាប់ផ្លូវមុខផ្ទះរំលងប្រឡាយតូចមួយដល់ផ្លូវជាតិហើយកាលបើមានអ្នកស្រុកទិញគេនឹងស្រែកហៅប្រាប់មិនតែប៉ុណ្ណោះនាងក៏ឆ្លៀតដេរខោអាវបន្តិចបន្តួចជាមួយម៉ាស៊ីនបុរាណចាស់មួយដែលសុទ្ធសឹងជាកេរសល់ពីម្ដាយហេតុនេះហើយទើបខោអាវសមាជិកក្នុងគ្រួសារមិនថារបស់ខ្លួនប្តីឬកូនកូនបិទមិនដែលឃើញមានស្នាមរហែកឬខូចតន់ទេប្តីរបស់នាងឈ្មោះសុធីក្រៅពីជួយធ្វើការងារប្រពន្ធដូចជារៀបចំរឿងកក់និងជ្រលក់ពណ៌គេក៏តែងនៅជាប់រឿងចំការសណ្ដែកដំឡូងស្រែថ្នាលមិនដែលទុកពេលទំនេរចោលឡើយខែខ្លះក៏បានទៅជួយសាងសង់ផ្ទះជាមួយគេព្រោះគាត់ក៏ចេះជំនាញខាងជាងឈើខ្លះដែរល្មមអាចប្រើការបានដោយឡែកយាយតាខាងប្តីជាអ្នករស់នៅស្រុកផ្សេងទើបមិនសូវបានមកលេងជាញឹកញាប់ប៉ុន្តែបើបានមកម្ដងក៏តែងពំនាំរបស់បញ្ញាជាច្រើនមកឲ្យចៅនិយាយរឿងក្មេងពួកគេមានកូន2នាក់ដាលីជាកូនស្រីពៅមុខដូចកាត់ខ្សែស្រឡាយចិនសម្បុរក៏សជ្រះភ្នែកតឹងចូលចិត្តចងសក់ទីទុយនិងមានចរិតឆ្នះតែងតែធ្វើបាបបងប្រុសរបស់ខ្លួនជានិច្ចបងប្រុសរបស់នាងឈ្មោះថារិទ្ធសម្បុរស្រអែមចរិតសុភាពរាបសារមិនដែលខឹងឬវាយតប់ប្អូនម្ដងណាឡើយតាំងតែពីមាននាងមកអ្នកទាំងពីរខុសអាយុគ្នាតែ3ឆ្នាំប៉ុណ្ណោះដោយនាងជាប្អូនអាយុ6ឆ្នាំឯបងអាយុ9ឆ្នាំថារិទ្ធកូនប្រុសបងតែងចូលចិត្តតាមឪពុករបស់ខ្លួនទៅចំការរីឯដាលីតែងនៅផ្ទះជាមួយម្ដាយនិងចូលចិត្តអង្គុយលេងលើស្បៃកន្ទេលដែលគេកំពុងត្បាញជាប់កៃយល់យោគទុនត្បិតទម្ងន់ដ៏ស្រាលរបស់នាងមិនអាចធ្វើឲ្យដាច់ខ្សែនោះទេពេលគ្មានបងប្រុសនៅក្បែរនាងតែងតែយកបាយឡុកបាយឡមកលេងលើកន្ទេលត្បាញជាប្រចាំដោយភាគច្រើនជារូបតុក្កតាតូចដែលម្ដាយបានធ្វើឲ្យដោយច្នៃពីការយកក្រណាត់សំពត់ដេរញាត់សំឡីគោជារូបផ្សេងតាមដែលចង់បានបើពុំនោះទេនាងច្រើនទៅប្រមូលយកចុងព្រុយកន្ទេលដែលគេកាត់ចោលមកដាក់ក្នុងត្រឡោកអង្គុយលេងធ្វើជាបាយសម្លពេលខ្លះនាងក៏ទៅបេះស្លឹកឈើខ្ចីមករាប់លេងប្រដូចប្រាក់ធ្វើជាអ្នកលក់អ្នកទិញនិយាយបញ្ចេញបញ្ចូលសំឡេងតែម្នាក់ឯងធ្វើឲ្យយាយ
មីងនិងម្ដាយលួចសើចនឹងកាយវិការដ៏គួរឲ្យខ្នាញ់របស់នាងវេលាត្រូវខ្យល់ត្រជាក់លំហើយស្រួលនាងនៅតែលេងរហូតតតែដេកលុះពេលភ្ញាក់ក៏តែងយំសួររកបងប្រុសរបស់នាងមុនគេខឹងឆ្នះក៏ពិតមែនប៉ុន្តែចិត្តបាត់បងប្រុសយូរមិនបានឡើយដោយឡែកថ្លែងពីពេលប្រសិនបើមានបងប្រុសនៅក្បែរនាងតែងតែប្រាប់បងគប់ឲ្យបងរបស់ខ្លួនអូសកន្ទេលតូចដ៏ស្អាតមួយដែលម៉ែនិងយាយបានត្បាញឲ្យជាពិសេសយកទៅក្រាលក្រោមម្លប់អំពិលមុខផ្ទះក្នុងបរិវេណទីធ្លាដីដើម្បីអង្គុយលេងជាមួយគ្នាយ៉ាងរីករាយដោយមិនហ៊ានចេញទៅណាឆ្ងាយត្បិតផ្លូវធំខាងមុខផ្ទះមានឡានម៉ូតូច្រើនតាមពិតថារិទ្ធជាក្មេងប្រុសគេមិនចូលចិត្តលេងបៃលុកបៃឡដូចក្មេងស្រីទេប៉ុន្តែដើម្បីបំពេញចិត្តប្អូនវាសុខចិត្តនៅលេងជាមួយនាងរាប់ម៉ោងក៏មិនចេះធុញទោះបើមានមិត្តស្របាលគ្នាជិះកង់មកហៅឲ្យទៅលេងទីណាក៏វាមិនទៅដែរវាលែងចំពេលដែលប្អូនវាដេកឬនៅឆ្ងាយពីខ្លួនទើបវាព្រមទៅជាមួយគេថ្ងៃខ្លះនាចុងសប្តាហ៍សម្រាប់ពីការរៀនពួកគេតែងអង្គុយលេងជាមួយគ្នាជាប់ជាប្រចាំគេក៏តែងឮច្បាស់នៅសំឡេងស្រែករបស់នាងជួនយំជួនសំឡុតបងប្រុសឲ្យធ្វើតាមបញ្ជាខ្លួនរហូតធ្វើឲ្យអ្នកត្បាញក្រោមផ្ទះក្រវីក្បាលសើចហួសចិត្តគ្រប់គ្នាខឹងឆ្លុះពេលថ្ងៃមិនទាន់ចប់លុះឈានចូលក្បាលប្រលប់ក៏នៅមិនទាន់ស្ងាត់សំឡេងដែរនាងតូចមានទម្លាប់មិនខ្ចីចង់ងូតទឹកគឺតតែបងប្រុសរបស់នាងទៅបីទៅព្រមប៉ុន្តែការពិតពេលអោបបីដើរទៅជើងរបស់នាងមិនចង់ផុតពីដីផងព្រោះមេតបងនិងប្អូនប៉ុនតែគ្នាខុសតែសម្បុរមួយសមួយស្រអែមជួនកាលនាងស្រែកយំខ្លាំងពេលត្រូវបងយកផ្តិលទះគូតព្រោះខ្នាញ់នឹងចរិតឆ្នះតមាត់មិនព្រមចង់ដុសសាប៊ូជាក់ស្ដែងការវាយនោះគឺគ្រាន់តែទះបន្តិចតែប៉ុណ្ណោះតែពេលបានមកជួបម៉ែពុកនាងក៏ចាប់យំខ្លាំងលើដើមរំអួយទឹកភ្នែកទឹកសម្បោរថាបងប្រុសបានវាយខ្លាំងជាទម្លាប់ឆោតល្ងងមួយសម្រាប់ក្មេងជនបទដោយម៉ែពុកបានត្រឹមតែឲ្យនាងស្ដោះទឹកមាត់ដាក់លើដៃគាត់ហើយយកដៃនោះទៅធ្វើជាវាយកូនប្រុសវិញហើយបងប្រុសនោះក៏ធ្វើពុតជាឈឺនិងយំទើបនាងព្រមសើចសប្បាយមកវិញទាំងទឹកភ្នែកនៅជាប់លើថ្ពាល់ពេលញ៉ាំបាយម្ដងគេគ្រប់គ្នាញ៉ាំនឹងស្លាបព្រាមួយតែសម្រាប់នាងតូចដាលីចាំបាច់ត្រូវមាន2ថ្ងៃខ្លះមានដល់ទៅ3ហើយក៏តាំងលោកលៃវាយលុកដួសគ្រប់ចានម្ហូបប្រឹងកាយជោគយកសាច់មកដាក់ក្នុងចានរបស់ខ្លួនប៉ុន្តែចុងក្រោយក៏នៅតែម្ដាយបញ្ចុកដដែលទើបអាចឆ្អែតពេញពោះពេលយប់ថារិទ្ធតែងឆ្លៀតពេលមួយសន្ទុះចុះទៅឈរមុខផ្ទះដើម្បីនិយាយគ្នាលេងនឹងមិត្តប្រុសជិតខាងរួចទើបងូតទឹកសាខោអាវឡើងទៅលើផ្ទះ
ខណៈដែលនាងតូចនៅប្រឡែងសើចក៏ក្អឹកលេងជាមួយនឹងឪពុកនាងចូលចិត្តឈរលើចង្កេះនិងដើរជិះជាន់លេងលើខ្នងពុករហូតបងប្រុសឡើងទៅដល់ក៏ត្រូវនាងបង្ខំឲ្យធ្វើជាគោជិះលើខ្នងលេងទៀតថ្ងៃខ្លះផ្្លាត់ស្នៀតធ្លាក់ផ្កាប់មុខបុករនាបឫស្សីពោកក្បាលនាងស្រែកទ្រហោយំសឹងរង្គើអស់ដំបូលរំលងផ្ទះ2ផ្ទះ3បងប្រុសប្រែមុខស្រពោនតាមមើលម្ដាយយកប្រេងកូឡាលាបរឹតឲ្យកូនពៅតែគាត់ក៏មិនបានស្ដីបន្ទោសអ្វីដែរក៏ព្រោះតែដឹងចរិតរពឹសរបស់នាងទៅហើយនាងយំតាំងពីខ្លាំងរហូតនៅផ្ដិតផ្ដក់ហៀសម្បោក៏ខ្លាក់រហូតគេងលក់លើម្ដាយមិនដឹងតាំងពីថ្មើរណាម្ដាយក៏បីយកទៅដាក់ឲ្យគេងកូនខ្នើយអោបសំណប់តែពេលខ្លះក៏មានម្ដងឆ្លៀតមកមើលយំទៀតទាំងភ្នែកនៅបិទបងប្រុសរបស់នាងដេកមិនលក់ក៏តែងងើបមកអើតមើលមុខរបស់ប្អូនផាត់សក់អង្អែលដៃជើងមួយស្របក់ទើបត្រឡប់ទៅគេងកន្លែងខ្លួនឯងវិញរដូវខែដែលមានព្រះច័ន្ទរះថ្លាភ្លឺច្បាស់នាងតូចមិនងាយនឹងដេកទេគឺនៅតែប្រមៀលខ្លួនចុះឡើងឬរំកិលទៅគៀកក្បែរនឹងបងប្រុសដែលកំពុងដេកនៅជិតមាត់បង្អួចបងប្រុសរបស់នាងតែងដេកយកជើងដាក់គងមាត់បង្អួចរួចយកដៃចង្អុលប្រាប់ផ្កាយនេះផ្កាយនោះរីឯនាងជាប្អូនជើងនៅខ្លីមិនអាចដាក់គងដូចគេក៏បានត្រឹមដេកញញឹមស្ដាប់បងនិយាយរៀបរាប់ប្រាប់យូរទៅខ្យល់ត្រជាក់នាពេលយប់បានคล้ายជាឱសថសន្តំឲ្យនាងធ្មេចភ្នែកគេងលក់ដោយមិនដឹងខ្លួនខណៈដែលបងប្រុសនៅតែនិយាយម្នាក់ឯងមួយសន្ទុះមិនដឹងថាប្អូនបានដេកលក់ទៅហើយទេលុះកាលបើដឹងថានាងដេកហើយក៏មិនហ៊ានលើកដោយខ្លាចភ្ញាក់ទើបក្រោកចាប់ទាញកន្ទេលដែលនាងដេកលើនោះអូសមកដាក់កណ្ដាលផ្ទះឯខ្លួនសុកចិត្តយកកន្ទេលផ្សេងទៅក្រាលដេកកន្លែងដើមវិញពួកគេទាំងពីរសុទ្ធតែជាសិស្សចូលថ្នាក់បឋមសិក្សាហើយព្រឹកណាក៏តែងឃើញឌុបគ្នាទៅរៀនពុំដែលអាក់ខានឡើយថារិទ្ធមានទម្លាប់ក្រោយពីដំណេកលឿនដោយឪពុកនិងតែងតាមទៅជួយស្រោចស្រពដំណាំក្រោយផ្ទះជាប្រចាំរីឯនាងមុំជាម្ដាយក៏តែងក្រោកងើបតាំងពីថ្ងៃមិនទាន់រះដើម្បីរៀបចំធ្វើបបរបាយឲ្យកូនទាំងពីរបានហូបឆ្អែតពីផ្ទះព្រោះមិនចង់ឲ្យមានទម្លាប់ទិញនំកញ្ចប់នៅសាលាញ៉ាំឡើយរួចរាល់ការងារពីក្រោយផ្ទះថារិទ្ធបន្តទៅងូតទឹកសម្អាតខ្លួនស្រាច់បាច់ទើបឡើងទៅលើផ្ទះវិញដើម្បីមើលប្អូនខណៈដែលនាងនៅមិនទាន់ក្រោកចេញពីភួយទេវានៅលន់តួលួងលោមអង្វរផងយកដៃទះគូតផងនិងនិយាយបញ្ចុះបញ្ចូលទំរាំកូនពៅព្រមងើបទើបបន្តតោងកអៀវទាំងសក់ក្បាលបះកន្ទ្រើងភ្នែកនៅបិទចុះទៅក្រោមដើម្បីងូតទឹកឲ្យពេលងូតទឹកនាងស្រែករករឿងម្ដងទៀតរហូតស្លៀកសំពត់អាវចប់សពគ្រប់ហើយ
ទើបដើរសម្ដៅអាហារដែលម្ដាយរៀបចំឲ្យនៅលើគ្រែក្រោមផ្ទះឆ្លៀតពេលកូនកំពុងស្រស់ស្រូបអាហារពេលព្រឹកនាងមុំតែងផ្ចិតផ្ចង់ចងសក់ឲ្យកូនស្រីបណ្ដើរនាងតូចតែងសុំម្ដាយឲ្យចងម៉ូតសក់ទីទុយបើខុសពីម៉ូតនឹងច្បាស់ជាកើតទុកមិនសុខចិត្តស្រែកផ្អើលគេផ្អើលឯងជាក់ជាពុំខានសក់របស់នាងវែងស្រឡូនស្អាតណាស់ទើបម្ដាយមិនចង់កាត់ចេញសុកចិត្តបួងចងនិងយកកន្សែងសក្របក្រងពីលើលំអដូចជាបូផ្កាជំនួសក្រៅពីអាហារពេលព្រឹកនាងជាម្ដាយក៏តែងខ្ចប់ដំឡូងស្ងោរក្នុងថង់ដាក់ក្នុងកាតាបរៀងៗខ្លួនមុននឹងចេញទៅដើម្បីបន្ថែមជាចំណីញ៉ាំបង្ការពេលឃ្លាននៅសាលារៀនរួចរាល់ហើយបងប្រុសក៏ចាប់ជិះធាក់ឌុបប្អូនដែលអង្គុយតោងនៅកន្ទុយចង្អើរកង់ពីក្រោយចេញទៅទាំងញញឹមញញែមនាងតែងសើចសប្បាយកាលបើបានបងប្រុសចាប់ហ្វ្រាំងកង់ងក់ធ្វើឲ្យមុខរបស់នាងបុកនឹងខ្នងបងប្រុសតិចថ្ងៃពុធទី24ខែឧសភាឆ្នាំ1995ចាប់តាំងពីរដូវភ្លៀងឈានចូលមកដល់ប្រលឹមប្រលប់ឃើញតែធ្លាក់ខ្យល់បក់លំហើយជាប់យកយល់សន្ធត់ដើមរុក្ខជាតិតាមភូមិជិតឆ្ងាយជ្រុះស្លឹករលេះផ្កាផ្លែសឹងតែអស់2មេត្រទៅហើយរីឯភ្លៀងក៏ពិតពុំដែលសូវធ្លាក់ពេលថ្ងៃឡើយគឺច្រើនតែលួចស្រោចស្រពនាវេលាយប់ស្ងាត់ជាពិសេសវេលាទៀបភ្លឺម៉ោងកំពុងពេញលងលក់ក្នុងដំណេករាត្រីដ៏មានក្តីសុខ
នាយុគមួយនោះមេឃបន្តទម្លាប់បង្អោភ្លៀងសាច់ទឹកប៉ះជញ្ជាំងលាន់ប្រាវខ្យល់ក៏បក់រៀងខ្លាំងខុសពីធម្មតាញ័ររង្គើទាំងក្តារនិងរនាំងបង្អួចហើបចុះហើបឡើងសាយភាយសភាពរងាត្រជាក់ជ្រៀតចូលមកក្នុងផ្ទះកាន់តែខ្លាំងមិនត្រឹមតែភ្លៀងធម្មជាតិក៏នាំមកទាំងផ្គរក្រហមក្រឹមផ្លៃបន្ទោលឆ្វេកឆ្វាយដាល់ពន្លឺសចាំងឆ្លុះតាមប្រឡោះជញ្ជាំងម្ដងនាងមុំហាក់មិនស្ងប់អារម្មណ៍ក្នុងដំណេកដេកផ្អៀងខ្លួនចុះឡើងបង្ហាញពីការធុញថប់ត្បិតប្រលឹងវិញ្ញាណកំពុងតែយល់សប្តិឃើញរឿងហេតុមួយមិនល្អសោះដំណើរសុបិននិមិត្តឃើញដើមកោធំខាងក្រោយត្រូវខ្យល់គួចបក់បាក់រលំសង្កត់លើផ្ទះលុះកាលបើបានភ្ញាក់យកដៃស្ទាបទ្រូងដង្ហក់ញ័រនៅជាប់អារម្មណ៍ភ័យរន្ធត់បែកញើសជោគប្រាណទន្ទឹមក្រឡេកទៅមើលកូនដេកក្បែរខ្លួនក៏ស្រាប់តែបាត់ទៅទាំងពីរនាក់ដោយមិនដឹងមូលហេតុនាងភ័យស្លោស្លន់បំរុងនឹងស្រែកហៅប្តីកបជួនសំឡេងរន្ទះមួយយ៉ាងខ្លាំងលាន់ឮសឹងតែរង្គើអស់ពុស្ធាបានដាស់ស្មារតីនាងឲ្យភ្ញាក់ដឹងខ្លួនឡើងក៏ទើបដឹងថានាងបាននឹងកំពុងយល់សប្តិជន់នៅក្នុងយល់សប្តិខណៈដែលវេលានោះភ្លៀងក៏បានស្ងប់នៅតែខ្យល់បក់ខ្លាំងរង្គើទ្វារនិងបង្អួចទោះបើដឹងការពិតថាវាត្រឹមតែជាដំណើរយល់សប្តិក៏ដោយនាងក៏នៅតែមិនលះហើយប្រឹងប្រវេប្រវាទៅមើលកូនប្រុសស្រីទាំងពីរភ្លាមដើម្បីអស់ចិត្តនាងតូចដាលីកំពុងគេងដាក់ជើងទាំងពីរកងលើទ្រូងបងប្រុសលងលក់ស្កល់ស្កប់ត្រូវខ្យល់ផាត់សក់ផាយចុះឡើងគេងយប់នាងពុំសូវជាពាក់អាវទេព្រោះចូលចិត្តត្រជាក់យ៉ាងច្រើនបើពេលរលឹកភ្ញាក់ម្ដងក៏ទៅចាប់ទាញភួយគេឯងមកគ្របដណ្ដប់ឬខំអង្គៀមលេងទាំងភ្នែកនៅថ្មិចដោយមាននិស័យក្នុងជំនឿសាសនាបុណ្យបាបមុតមមផងនាងមុំក៏បានក្រោកងើបថ្នមដើរទៅហូតទាញធូប3សរសៃមកអុជលើកដៃប្រណម្យបែបន់អស់ទេវតាសូមឲ្យគ្រោះកាចផ្សេងដែលកើតពីប្រផ្នូលទាំងឡាយបានជៀសចេញឆ្ងាយផុតអស់ទៅរួចរាល់ក៏ដោតដាក់ក្នុងកំប៉ុងជាប់ជញ្ជាំងខាងក្រៅក្បែរមាត់ជណ្ដើរទើបត្រឡប់មកសម្រាកវិញចំហាយភ្លៀងនៅតែបន្តរលឹមខ្លះត្បិតទើបនឹងរាំងស្ងប់ស្រឡះនាប៉ុន្មានម៉ោងថ្មីសល់តែខ្យល់បក់វូបង្កើនល្បឿនឲ្យធូបឆេះលឿនមើលផ្សែងមិនឃើញតែដុំភ្លើងក្រហម3កំពុងឆេះជំរុះផេះបន្តិចម្ដងទៀបភ្លឺសូមន់រងាវល្វើយមកពីឆ្ងាយធ្វើឲ្យនាងមុំរលឹកភ្ញាក់ជាលើកទី2រូតរះក្រោកងើបទៅក្រោមត្បិតដល់ម៉ោងដើម្បីរៀបចំអាហារពេលព្រឹកសម្រាប់កូនទៅរៀនមេឃមិនទាន់បើកថ្ងៃអាកាសធាតុនៅត្រជាក់មានធ្លាក់ទាំងផ្សែងអាប់អណ្ដែតវិលវល់ជុំវិញផ្ទះអស់ស្ងួតក្នុងចង្ក្រានក៏ហាក់រៀងសើមពិបាកនឹងបង្កាត់ទាល់តែបន្ថែមប្រេងកាតជំនួយខ្លះ
ទើបអាចឆេះបានតាន់ពេលចំណីទ្របពោះពេលព្រឹកនាងច្រើនតែឆាបាយជាមួយបន្លែនិងពងទាឬបបរសជាមួយសៀងឆាព្រោះជាអាហារដែលកូននាងចូលចិត្តនិងញ៉ាំបានច្រើនបំផុតក្រោយដួសបាយកករឹងពីក្នុងឆ្នាំងពាក់កណ្ដាលមកឆ្លីច្របាច់រួចក៏ទៅទាញបន្លែបំរុងទុកមកកាត់ចៃដន្យមុខកំបិតក៏បានមុតដៃនាងហូរឈាមរហាមស្នាមរបួសបានមុតកាត់លើដៃពីម្រាមគឺនាងដៃនិងកូនដៃវាមិនជាធ្ងន់ធ្ងរឬឈឺអ្វីខ្លាំងពេកនោះទេប៉ុន្តែអ្វីដែលធ្វើឲ្យនាងឆ្ងល់គឺហួសចិត្តនឹងខ្លួនឯងត្បិតកើតមកជាងពាក់កណ្ដាលជីវិតទៅហើយវាទើបជាលើកទី1ដែលចេះមុតកំបិតនៅថ្ងៃនេះនាងបន្តឈរសម្លឹងមើលដៃគិតវែងឆ្ងាយឡើងផ្លឹកមួយស្របក់ធំខ្យល់ត្រជាក់បក់មកម្ដងធ្វើឲ្យភ្លើងនៅក្នុងចង្ក្រានកាន់តែឆេះដង្កូលស្រមោចវាយឺតទាំងខ្សែតាមស្នួរសង្រៃដាក់បន្លែសាច់ក្នុងរោងបាយខាងក្រោយយល់សភាពខ្មៅនៃផេះជាប់មកជាច្រើនឆ្នាំវេលាព្រឹកថ្ងៃរះពប្រាស់ចុងព្រៃខណៈពេលកំពុងងូតទឹកពីអ្នកបងប្អូនកូនប្រុសច្បងបានស្រែកប្រាប់ម្ដាយថាពាងទឹកតូចរបស់ពួកគេបានបែកហើយនាងមុំក៏បានដើរទៅពិនិត្យមើលក៏ឃើញថាមានស្នាមប្រេះដែលប្រហែលជាមានបំណែកក្បឿងណាមួយខាងលើដំបូលបានរងកើរមៀលធ្លាក់ចំពេលខ្យល់ខ្លាំងនាពេលយប់មិញព្រោះកាលពីម្សិលវេលាយកត្រសក់ទៅលាងសម្អាតដាក់ជ្រក់ពិតពុំឃើញមានអ្វីខុសប្លែកទេនាងក៏បាននាំរឿងនោះទៅប្រាប់ប្តីនិងស្នើថាបើពេលណាទំនេរដៃចាំជួយឡើងទៅមើលខាងលើផងក្រែងវាអាចនឹងជ្រុះបន្តទៀតបង្កជាគ្រោះថ្នាក់ផ្សេងរវល់តែខ្វល់នឹងរឿងជាបន្តបន្ទាប់នាងមុំទើបតែភ្ញាក់ខ្លួនក្រោយចាប់អារម្មណ៍ដឹងថាកូនស្រីពៅហាក់សុភាពប្លែកម្លេះថ្ងៃនឹងអត់ខឹងអត់ខូចយំដូចរាល់ដងគឺឃើញតែញញឹមជាប់តាំងពីក្រោកងើបបន្តចុះមកងូតទឹករហូតដល់ពេលញ៉ាំបាយព្រឹកដូចទៅនឹងសពដងនាងមុំតែងមកឈរគួចចងក្រងសក់ឲ្យដាលីកូនក្នុងពេលដែលនាងកំពុងញ៉ាំបាយព្រឹកនាងហាក់ដូចជាមានអារម្មណ៍អ្វីម្យ៉ាងមិនស្ងប់នៅក្នុងចិត្តសោះដៃញ័រខុសពីប្រក្រតី
ប្រឹងចាប់ច្បូតសក់កូនស្រីចងកៅស៊ូដាច់ម្ដងជាពីរដងឡើងក្រពុលមុខទម្រាំបានរួចជាចុងក្រោយក៏ដាក់កន្សែងសចងគ្របលម្អបន្ថែមលើសក់ទៀតនិងបន្តចាប់អង្អែលមុខមាត់ដៃជើងរបស់កូនប្រកបដោយក្តីស្រឡាញ់តាមសភាពចិត្តនៃម្ដាយនាងតូចកាន់ស្លាបព្រាញ៉ាំបាយដោយខ្លួនឯងបានបន្តិចក៏ញញឹមហើយនិយាយឡើងថាម៉ែបាយនេះឆ្ងាញ់ណាស់តើម៉ែនឹងធ្វើឲ្យកូនញ៉ាំរហូតទេនាងមុំអង្អែលក្បាលកូនហើយឆ្លើយទៅវិញថាម៉ែនឹងធ្វើឲ្យកូនញ៉ាំរាល់ថ្ងៃទាំងពីរអ្នកបងប្អូនក៏សើចទល់មុខគ្នាបន្តិចក្រោយនាងតូចក៏បានបន្តនិយាយទៀតថាបើមិនមានអាបងនិងកូនម៉ែប្រហែលជាមិនហត់ទេនាងមុំចម្លែកចិត្តជាខ្លាំងមិននឹកស្មានថាកូនពៅរបស់ខ្លួនចេះនិយាយពាក្យនឹងទៅបាននាងក៏នៅតែញញឹមនិងអោនទៅថើបថ្ពាល់កូនហើយប្រាប់ទៅវិញថាអត់ហត់ទេកូនឲ្យតែកូនម៉ែញ៉ាំឆ្អែតម៉ែមិនពិបាកទេក្រោយពីញ៉ាំបាយរួចរាល់ខណៈពេលកូនប្រុសកំពុងបណ្ដើរកង់ចេញពីក្រោមផ្ទះទៅបោសជូតសម្អាតធូលីដីលើចង្អើរនិងកែបនាងមុំក៏បានសម្គាល់ឃើញមុខកូនហាក់ដូចជាស្លេកស្លាំងខុសពីធម្មតារហូតគិតថាវាអាចមកពីអាកាសធាតុផ្លាស់ប្ដូរឬទើបពួកគេប្រែប្រួលសុខភាពទៅតាមនឹងដែរឆ្លៀតពេលនោះនាងមុំក៏បានអប់រំនិងក្រើនរំលឹកកូនអំពីស្ថានភាពគ្រោះថ្នាក់ផ្សេងនារដូវខែភ្លៀងធ្លាក់បង្គាប់ឲ្យពួកគេមានការប្រុងប្រយ័ត្នក្នុងពេលធ្វើដំណើរទៅមកព្រោះអាចនឹងរអិលដួលជាយថាហេតុស្ដាប់ពាក្យម្ដាយរួចបងប្រុសក៏ចាប់ធាក់កង់ដុបប្អូនចេញទៅប៉ុន្តែតាមទម្លាប់ពួកគេមិនទាន់ចេញទៅសាលាភ្លាមទេគឺនៅបន្តជិះឆ្វែលេងឯទីធ្លាមុខផ្ទះនៅជិះចាប់ហ្វ្រាំងងក់ឲ្យនាងជាប្អូនអង្គុយតោងខាងក្រោយបានសើចសប្បាយលេងមួយអស់ចិត្តសិនត្បិតម៉ោងក៏នៅសល់ច្រើននាទីដែរចេញផុតរួចរាល់ពីរឿងកូនយាយនិងមីងដៃគូអ្នកត្បាញក៏បានមកដល់ដូចសពដងដើម្បីរៀបចំបន្តការងារកន្ទេលដែលនៅសល់ខណៈដែលបុរសជាប្តីក៏បានចេញទៅបំពេញភារកិច្ចក្នុងចំការក្រោយផ្ទះមុននឹងបង្ហោះទៅមើលស្រែថ្នាលជាបន្តមីងនិងយាយបានយកត្រីឆ្អើរមកផងដែរបំណងដើម្បីបានហូបបាយរួមគ្នាគ្រាន់ទ្រាប់ពោះជាអាហារពេលព្រឹកតាមរបៀបមនុស្សចាស់នាងមុំក៏នឹកឃើញទៅដល់ជ្រក់ត្រសក់ថ្មីដែលទើបនឹងធ្វើកាលពីម្សិលក៏ដើរទៅយកព្រោះគិតថាល្មមអាចមានជូរខ្លះនឹងយកមកពិសាជាមួយនឹងគ្នាបានហូបបណ្ដើរនាងមុំបានសរសើរពីរសជាតិត្រីឆ្អើរឆ្ងាញ់ខណៈដែលយាយនិងមីងក៏បានសរសើរដូចគ្នានឹងថ្វីដៃជ្រក់ត្រសក់ដ៏ឆ្ងាញ់របស់នាងប៉ុន្មាននាទីក្រោយបង្ហើយបាយកកក្នុងឆ្នាំងជាមួយត្រីឆ្អើរជ្រក់ត្រសក់ក៏ហាក់ស្រេកទឹកទើបនាងមុំដើរឡើងទៅលើផ្ទះដើម្បីយកក្អមទឹកមកក្រោមក្អមទឹក
របូតដោយមិនដឹងខ្លួនជ្រុះចេញពីដៃធ្លាក់ទៅលើដីបែកខ្ចាយអំបែងជាបំណែកនាងមុំចំហមាត់សម្លឹងជាប់មើលទៅផ្លូវទំនប់ដែលកំពុងហុយធូលីដីទ្រលោងយល់ទាំងកូនកន្សែងសមួយផងហើរអណ្ដែតតាមខ្យល់លាយឡំស្លឹកឈើនិងត្របកផ្កាកង្កោកក្រោយដើមទាំងមូលត្រូវបានរលំបាក់សង្កត់សន្ធាប់ទៅជ្រុងម្ខាងផ្លូវដោយសាររថយន្តធុនធំដឹកឥដ្ឋមួយគ្រឿងបានបើកលឿនជ្រុលចង្កូតធ្លាក់ចុះពីផ្លូវជាតិបន្តមកបុកដើមឈើធំតូចនៅលើផ្លូវទំនប់ហួសធ្លាក់មួយកំណាត់ខ្លួនចូលទៅក្នុងប្រឡាយទឹកមនុស្សម្នានៅក្បែរនោះខ្លះរងគ្រោះតិចតួចខ្លះក៏កិច្ចតន់ចាប់ឮលាន់តែសំឡេងស្រែករន្ធត់គ្រប់គ្នានាងមុំរត់ចុះពីលើផ្ទះតាមចន្ទាមិនប្រយ័ត្នក៏ខ្ទាស់ជើងនឹងកម្មដួលរមៀលពី3ត្រឡប់ទៅលើដីបន្តងើបប្រឹងរត់ទាំងគ្មានស្បែកជើងសំដៅកន្លែងកើតហេតុខណៈដែលប្តីនាងក៏កំពុងរត់តាមទៅពីក្រោយដែរមិនទាន់នឹងដល់ទីគ្រោះថ្នាក់នោះស្រួលបួលផងនាងក៏ស្រាប់តែទន់ជង្គង់ដួលម្ដងទៀតសាជាថ្មីនិងចាប់ស្រែកទ្រហោយំខ្លាំងពីចម្ងាយសំឡេងម៉ាស៊ីនឡានធំហាក់នៅកំពុងឆេះដំណើរការហុយផ្សែងខ្មៅខ្មួលខ្មាញ់វិលកង់តិចព្រោះទៅមុខលេងរួចរហូតបានបន្តិចទើបរលត់ស្ងាត់ទ្វាររថយន្តបានបើកចំហម្ខាងទំនងជាតៃកុងបានរត់គេចខ្លួនផុតបាត់ស្រមោលក្នុងពេលដែលមនុស្សទាំងឡាយកំពុងចាប់ផ្ដើមច្របូកច្របល់ខ្លាំងដំណក់ទឹកបន្សល់ពីភ្លៀងបែកប្រែលាយឡំជាមួយឈាមក្រហមច្រាលហូរជ្រាបសន្ធឹកសន្ធាប់ចេញពីរាងកាយកុមារីដាលីកំពុងយល់ដេកដួលនៅលើផ្លូវហូរច្រើនពេកទៅសូម្បីតាមមាត់និងត្រចៀកដាច់ទាំងជើងម្ខាងបាត់ចេញពីខ្លួនគួរឲ្យរន្ធត់ខណៈដែលបងប្រុសរបស់នាងក៏ត្រូវបានរថយន្តបុកចំប៉ើមអូសជាប់ទៅជាមួយធ្លាក់លិចលង់កប់ទៅក្នុងជម្រៅនៃប្រឡាយប៉ុន្តែក៏ត្រូវបានអ្នកភូមិប្រឹងមុជកាយតាមរកក្រោយកើតហេតុភ្លាមប៉ុន្តែគួរឲ្យសោកស្ដាយក្រោយរកឃើញសភាពមនុស្សបានខ្ទេចខ្ទាំខ្លាំងទាំងភ្នែកនិងមាត់នៅបើកនិងបន្តបីយកមកដាក់ថ្នមឯទីខាងលើគោកជាប់ទន្ទឹមគ្នានឹងប្អូននាងមុំទន់ខ្លួនទ្រហោយំដូចមនុស្សឆ្កួតឯប្តីក៏គាំងស្មារតីរកធ្វើអ្វីក៏មិនបានកាលបើឃើញសភាពកូនទាំងពីរនៅចំពោះមុខមេឃខ្មៅងងឹតសំឡេងផ្គរលាន់ក្រហឹមរងំពីនាយឆ្ងាយទន្ទឹមខ្យល់ក៏ចាប់ផ្ដើមបក់វិលវល់មែកឈើទាំងឡាយជុំវិញខ្លួនសំឡេងនៃវត្តមានមនុស្សម្នាច្រើនទៅផ្អើលមកមើលមកជួយឮលាន់ត្រហឹងអើងអាប់តែនាងមុំនិងប្តីហាក់មិនចាប់អារម្មណ៍អ្វីទាំងអស់ក្រៅតែពីសម្រក់ទឹកភ្នែកបន្ទន់ខ្លួនយកដៃថ្នមទៅប៉ះលើសាកសពកូនទាំងពីរដែលនៅទន្ទឹមគ្នាអោកន្ទេលកក់ពណ៌ចម្រុះត្បាញប្រណិតដោយដៃម៉ែនិងយាយគ្រាន់កូនចៅក្រាលក្រោមម្លប់នាំគ្នាអង្គុយលេងលំហែកាយឥឡូវបែរត្រូវក្រាលជាចុងក្រោយដើម្បីដាក់សាកសពប្រឡាក់ទៅដោយដីនិងភក់ប៉ុន្តែក្លិនកាយនៅតែឈ្ងុយនៅតែក្រអូបខណៈម្ដាយឪពុកនៅតែស្រង់ស្រូបទាំងទឹកភ្នែកហូររហាមប្រឹងចាប់រាងកាយកូនមកអោបមកថើបជាប់នឹងប្រាណអង្រួនដាស់ម្ដងហើយម្ដងទៀតហាក់មិនទាន់អាចទទួលយកទាំងដែលការពិតដង្ហើមនៃក្មេងទាំងពីរបានផុតជាយូរមកហើយ
នាងមុំយំអោបកូនរហូតងងឹតមុខសន្លប់លុះងើបមកវិញក៏យំទៀតយំតតែសន្លប់ម្ដងហើយម្ដងទៀតជាច្រើនលើកច្រើនសារឯប្តីរបស់នាងមិនយំទេប៉ុន្តែទឹកមុខមាំប្រឹងសម្លឹងមើលទៅសពកូនទាំងញ័រខ្លួនចាប់ក្រសោបអោបទាំងទឹកភ្នែកទោះបើអ្នកណានិយាយអ្វីប្រាប់អ្វីក៏ស្ដាប់លែងបានទាំងអស់ការយំដោយមិនបញ្ចេញសំឡេងហូរតែទឹកភ្នែកគឺជាសញ្ញាដ៏ឈឺចាប់បំផុតនៃមនុស្សប្រុសបុរសជាប្តីនៅតែប្រឹងធ្វើចលនាសង្កត់ទ្រូងផ្លុំដង្ហើមកូនម្នាក់ម្ដងលើករលាក់ចុះឡើងទៅមកដោយមិនអស់ចិត្តគាត់ក៏ស្រែកហៅសុំឲ្យគេគ្រប់គ្នានៅក្បែរជួយយកកូនគាត់ទៅពេទ្យតែក៏មានគេមកលួងលោមនិងប្រាប់ថាក្មេងៗបានផុតដង្ហើមអស់ទៅហើយម្រាមដៃដ៏សស្រួចដូចបន្លាក្រូចម៉ែមើលថែតាំងពីតូចសូម្បីស្រមោចក៏សឹងមិនឲ្យវាកាច់ឥឡូវម្រាមដៃកូនម៉ែបែកបាក់ដាច់ខ្ទេចខ្ទីម៉ត់ទោះវះទ្រូងរូងយកថ្លើមប្រមាត់ក៏ឈឺមិនស្មើអារម្មណ៍ពេលម៉ែឃើញសភាពរូបរាងកូនស្ងួននៅពេលនេះជើងកូនទាំងគូដែលធ្លាប់ឈរលេងលើខ្នងពុកជិះជាន់ចង្កេះកែរមូលថ្លោះរាល់ពេលបាយយប់រួចរាល់ហើយពេលនេះជើងកូនមិនដឹងបាត់ទៅណាមកខាងឡើយសាច់ស្បែករមូលជាប់ស្មៅកន្ត្រើយដាមស្នាមលោហិតជាប់នឹងដៃពុកបើមនុស្សធំស្លាប់មិនសូវខ្លោចផ្សាស្មើនឹងក្មេងមនុស្សធំអាចស្គាល់ការឈឺចាប់ស្គាល់ការស៊ូទ្រាំស្គាល់ច្បាស់នៅអារម្មណ៍ទទួលខុសត្រូវខ្លួនឯងពេលមានបញ្ហាតែក្មេងពិតមិនដែលសំបីឈឺចាប់បានយូររាល់ពេលពិបាកដឹងតែសុំជំនួយពីម៉ែពុកចុះពេលនេះមិនដឹងថាកូនប្រុសស្រីពុកឈឺប៉ុណ្ណាជាពិសេសមុននឹងផុតដង្ហើមទៅប្រហែលជាកូនឆ្ងល់ថាតើម៉ែពុកទៅណាមិនបានមិនមកជួយកូនក្រោយប៉ូលីសបានមកដល់និងធ្វើកំណត់ហេតុទើបអនុញ្ញាតឲ្យយកសពទៅដាក់តម្កល់នៅផ្ទះនាងមុំនៅតែបន្តយំដូចមនុស្សកំរោលចូលដើរផងយំផងតាមទៅជាមួយគេក្រែងគេកាន់សាកសពកូនមិនបានថ្នមដៃថ្លែងឯបុរសជាប្តីគឺនៅតែអង្គុយសម្លឹងមើលទៅស្បែកជើងម្ខាងរបស់កូនដែលជ្រុះរបូតនៅក្បែរខ្លួនគាត់ស្រវារើសមកកាន់រួចចោលភ្នែកសម្លឹងទៅមុខត្រង់កន្លែងឡានបន្តិចក្រោយគាត់ក៏យកដៃទៅអង្អែលដីភក់ដែលមានជាប់ស្នាមឈាមរបស់កូនរួចយកដៃនោះមកឆ្លីសក់ក្បាលចុះឡើងហាក់ដូចជាមានអារម្មណ៍វិបដិសារីជាខ្លាំង
ប៉ុន្មានម៉ោងក្រោយបន្ទាប់ឡានក៏ត្រូវបានគេស្ទូចយកចេញយល់កូនកង់រួញគៀបជាប់ផ្នែកខាងមុខនិងបំណែកសម្ភារៈរៀនសូត្រជាច្រើនដែលបានជ្រុះចេញពីកាតាបអ្នកទាំងពីរអណ្ដែតព្រួងព្រាតនៅក្នុងទឹកនាថ្ងៃរៀបចំកម្មវិធីបុណ្យរាល់អ្នកមកចូលរួមពិតគ្មាននរណាអាចលាក់ទឹកភ្នែកឬទប់អារម្មណ៍បានឡើយកាលបើឃើញសាកសមនៃក្មេងទាំងពីរដាក់គ្របក្រណាត់សទន្ទឹមគ្នានៅក្រោមផ្ទះរបស់ខ្លួនពេលដែលមានបញ្ហាម្ដាយឪពុកមិនអាចនឹងធ្វើអ្វីបានក្រៅតែពីអង្គុយសម្លឹងមើលទៅសពកូនប្រដូចបាននឹងមនុស្សដែលប្រលឹងហោះចេញផុតបាត់ពីខ្លួនម្ដងសើចម្ដងយំដូចជាមនុស្សឆ្កួតសពកុមារទាំងពីរត្រូវបានដង្ហែទៅបូជានៅឯវត្តចុងភូមិខណៈដែលនាងមុំនៅតែសុំបើកមើលមុខកូនម្ដងហើយម្ដងទៀតរហូតតតែគេចាប់បំបែកចេញនៅក្នុងមឈូសក៏មានដាក់ច្រើននៅរបស់សៀវភៅប៊ិចនិងតុក្កតាចាស់ៗដែលគេតែងចូលចិត្តលេងកាលនៅមានជីវិតធាតុរបស់ពួកគេក៏ត្រូវបានដាក់ក្នុងកោដ្ឋតម្កល់រួមជាមួយនឹងខ្សែស្រឡាយសាច់ញាតិចាស់ៗកាលពីជំនាន់មុនបុរសជាប្តីបានអុជធូបនិយាយទាំងអួលដើមកដើម្បីសុំផ្ញើចៅឲ្យបាននៅជាមួយនឹងដូនតាផងធ្វើម្ដេចជាតិនេះហួសហើយគាត់ពិតជាមានវិបដិសារីដែលធ្វើជាម្ដាយឪពុករបស់គេមិនបានល្អវេលាក្រោយមកជារៀងរាល់ក្បាលប្រលប់នាងមុំតែងចាក់ប្រេងកាតបំពេញចង្គៀងលំភោងនិងបន្តកាន់យកទៅអុជដាក់ត្រង់កន្លែងដែលកូនខ្លួនបានស្លាប់បើតាមជំនឿផ្ទាល់ខ្លួនគឺដើម្បីឲ្យកូននាងបាននៅកន្លែងភ្លឺជិះឆ្ងាយពីភាពងងឹតនាងតែងនៅអង្គុយទីនោះយូរម៉ោងរហូតតតែយប់ទើបមកផ្ទះវិញក្រោយពេលប្តីទៅតាមហៅ
សេចក្តីទុក្ខចេះតែបន្តមានក្នុងចិត្តស្ទើរជារៀងរាល់ថ្ងៃត្បិតនាងហាក់កាត់ចិត្តមិនទាន់បានរហូតផ្អាករបបដំបាញនិងកាត់ដេរនៅសំងំអង្គុយមាត់ចន្ទាបង្ហូរទឹកភ្នែកម្នាក់ឯងសម្លឹងមើលទៅផ្លូវខាងមុខផ្ទះកន្លែងដែលកូនបានជួបគ្រោះថ្នាក់តើឲ្យកាត់ចិត្តម្ដេចនឹងបានបើអារម្មណ៍ហាក់ជាប់នឹងព្រលឹងវិញ្ញាណកូនដែលនៅមានក្នុងរូបភាពអនុស្សាវរីយ៍ស្ទើរគ្រប់ទីកន្លែងទោះបើងាកទៅទីណាក៏ឃើញទាំងអស់ដោយការបារម្ភពីសុខទុក្ខកូនពេកយាយតាជាម្ដាយឪពុកក្មេកក៏បានមកនៅជាមួយក្រែងអាចជួយមើលការខុសត្រូវនិងសម្រាលសេចក្តីទុក្ខខ្លះដែលកំពុងមាននៅក្នុងគ្រួសាររបស់កូនជាងមួយសប្តាហ៍បន្ទាប់ម្ចាស់អាជីវកម្មឡអិតក៏បានមកជួបគ្រួសារសពដោយនាំទាំងតៃកុងអ្នកបើកមកជួបដើម្បីសុំខមាទោសមុននឹងបញ្ជូនខ្លួនទៅឲ្យច្បាប់ផ្ដន្ទាទោសការមកដល់នោះក៏មានទាំងមន្ត្រីប៉ូលីសមកជាមួយដែរដើម្បីសម្របសម្រួលនិងចាត់ចែងប្រគល់ជូននៅប្រាក់សំណងជំងឺចិត្តបន្ទាប់ពីម្ចាស់អាជីវកម្មរូបនោះបានព្រមទទួលយកកំហុសគ្រប់យ៉ាងដែលបានកើតឡើងនាងមុំអង្គុយសម្រក់ទឹកភ្នែកប៉ុន្តែមុខមាំនិយាយឆ្លើយតបទៅថាកុំប្រើពាក្យថាសងត្បិតព្រោះសំណងរបស់អ្នកវាគ្មានតម្លៃគ្រប់គ្រាន់ដើម្បីជំនួសកូនខ្ញុំបានឡើយពេលនេះកូនខ្ញុំស្លាប់ហើយសងតែជីវិតកូនខ្ញុំមកវិញមកខ្ញុំមិនត្រូវការលុយទាំងអស់នឹងទេនិយាយបានតែប៉ុណ្ណេះនាងក៏ស្រាប់តែឈួលខឹងច្រឡោតហក់ទៅចាប់ទាញអាវតែកងឡានរូបនោះបានបន្តិចតែក៏ត្រូវបានគេចាប់បំបែកវិញនាងបានស្រែកទាំងទឹកភ្នែកខ្លាំងៗថាអ្នកឯងមានកូនទេអ្នកឯងចេះស្រឡាញ់កូនទេអ្នកឯងបានបំបែកកូនខ្ញុំចេញទៅអ្នកឯងដេរឆានណាកូនខ្ញុំនៅក្មេងខ្ចីគ្នាគ្មានកំហុសអ្វីសោះមិនយូរប៉ុន្មានសភាពកំរោលចូលរបស់នាងក៏បានកើតឡើងសារជាថ្មីបន្ទាប់ពីស្ងប់អស់មួយរយៈរហូតទាល់តែម៉ែក្មេកបានមកអោបលួងទើបនាងរៀងស្បាយបន្តិច
ដើមអំពិលលាស់ត្រួយថ្មីជំរុះស្លឹកផ្កាចាស់តាមរដូវចាក់ឫសតាំងនៅជាប់នីកន្លែងចាស់ឥឡូវបាត់តែកូនស្ងួនធ្លាប់អង្គុយលេងសើចសប្បាយកប់រាល់អនុស្សាវរីយ៍ទាំងឡាយសល់តែស្រមោលនិងក្តីសោយសោកគ្រប់ពេលវេលាមិនថាថ្ងៃយប់របស់លេងកូនម៉ែដុសលាងសម្អាតដាក់ទុកសូម្បីខោអាវខ្នើយភួយក្នុងបន្ទប់ក៏ម៉ែមិនដាច់ចិត្តនឹងបោះចោលឡើយថ្វីបើកូនបានឃ្លាតឆ្ងាយទៅហើយក៏ម៉ែនៅតែរក្សាជាដរាបរហូតចាស់ពុកផុយរលាយបាត់រូបម៉ែស្រណោះពេលមានម្ហូបឆ្ងាញ់តែនឹកឃើញដល់កូនស្ងួនមុនគេរហូតថ្ងៃខ្លះវង្វេងទោះបាននៅម្នាក់ឯងក៏ម៉ែនៅតែប្រើចានបាយពីរតាមទម្លាប់ដួសដាក់ចានកូនមុនឲ្យត្រជាក់ដើម្បីឆាប់បានញ៉ាំម៉ែនៅតែដួសសាច់ត្រីចាប់យកឆ្អឹងចេញមុននឹងដាក់ទៅក្នុងចានកូនខ្លាចកូនញ៉ាំស្លាក់ដួសចាប់ទាំងទឹកភ្នែកស្រក់អ៊ុលអាក់ទោះបើដឹងថាកូនគ្មានឱកាសនឹងបានញ៉ាំវាទៀតឡើយច្រើនរាត្រីថ្ងៃណាក៏ម៉ែដេកទាំងភ្នែកបើកសញ្ជប់សញ្ជឹងសម្លឹងមើលពន្លឺព្រះច័ន្ទចាំងជះតាមប្រឡោះរុនជញ្ជាំងដែលកូនរពឹសធ្លាប់កាច់ចោះលេងរំលងអត្រាតយប់ស្ងាត់សំឡេងឆ្មាដើរបុកប៉ះគម្របចានក្បាននៅចុងក្រានភ្ញាក់ឡើងច្រឡំស្មានថាកូនប្រុសម៉ែនៅរស់តាមទម្លាប់តែងទៅលួចបើកឆ្នាំងម្ហូបរកអ្វីញ៉ាំទាំងយប់ងងឹតយប់ខ្លះការងារពីថ្ងៃល្វើយហត់ហេវអស់កម្លាំងចំថ្ងៃមានភ្លៀងខ្លាំងវាលាជិតភ្លឺសំឡេងផ្គររន្ទះបានធ្វើឲ្យនាងមុំភ្ញាក់ពីយល់សពស្ទុះងើបរត់បំរុងបើកទ្វារចុះទៅក្រោមទាំងមមីមមើប៉ុន្តែក៏ត្រូវប្តីចាប់ខាត់តន់នាងមុំយំខ្លាំងនឹងនិយាយទៅកាន់ប្តីវិញថាកុំចាប់ខ្ញុំកូនខ្ញុំកំពុងត្រូវទឹកភ្លៀងឈររងាក្រោមដើមឈើមុខផ្ទះឯងមិនអាណិតដល់កូនទេឬកូនកំពុងឈរយំអោបគ្នាកូនកំពុងតែឃ្លានខ្លាំងណាស់ជាតិជាប្តីពិតពុំអាចនឹងខាត់ទឹកភ្នែកកាលបើឃើញសភាពប្រពន្ធកំពុងវង្វេងវង្វាន់ក៏ព្យាយាមពន្យល់ណែនាំនិងប្រាប់ទៅវិញថាមុននេះឯងយល់សពទេកូនយើងបានស្លាប់ហើយនាងមុំនៅតែបន្តយំអោបប្តីត្បិតអ្វីហាក់នៅមិនទាន់អាចរលត់ចេញបាត់ពីក្នុងខួរក្បាលបានព្រលឹមព្រឹកមកដល់នាងមុំស្បើយពីការយំតែភ្នែកនៅតែក្រហមហើមឈានជើងចុះទៅក្រោមក្បែរពាងទឹកលុបលាងមុខបន្តិចចោលភ្នែកសម្លឹងមើលទៅលើមេឃដ៏ខ្មៅងងឹតបាំងបិទចិត្តជុំដោយពពកអនឡាញប៉ើងរសាត់តាមកម្លាំងខ្យល់ខណៈចិត្តហាក់នៅវិលវល់ស្មឹងស្មាតគិតទៅដល់រឿងអ្វីមួយយ៉ាងក្រៀមក្រំរួចរាល់ក៏ត្រឡប់ឡើងមកលើផ្ទះឈរមុខកញ្ចក់ជាប់ជញ្ជាំងសម្លឹងមុខខ្លួនឯងនិងបង្ហួសទៅឃើញក្រាស់តូចធ្លាប់សិតឲ្យកូនរាល់ព្រឹកមុនទៅរៀនឃើញមានជាប់សក់កូនជាច្រើនសរសៃនៅជាមួយផងនាងក៏ស្រវាចាប់វាថ្នមយកមកដាក់អោបជាប់នឹងទ្រូហើយចាប់យំហ៊ូបន្តទៀត
រដូវខែបដូរផ្លាស់ជាបន្តខែចាស់កន្លងផុតហួសខែមុខបន្ទាប់ក៏មកដល់តែទុកកង្វល់ពិតនៅពុំអាចចែករំលែកទុកច្រើនខ្លាំងពេករហូតវង្វេងស្មារតីអ្វីក៏មិនចាំសូម្បីថ្ងៃចូលឆ្នាំឬបុណ្យទានឆ្នាំថ្មីមនុស្សកុះកនៅសាលារៀនពួកគេតែងមានកូនសើចសប្បាយដើរប្រកិតនឹងម្ដាយឪពុកប្លែកតែកូនម៉ែនៅសល់ត្រឹមតែឈ្មោះដែលមនុស្សគ្រប់រូបលែងបានហៅនិងចាប់ផ្ដើមបំភ្លេចប្រាំងវស្សាប្រមូលផលចំការដំណាំស្រែស្រូវពេលហត់ខ្លាំងពេកក៏តែងឈរសម្លឹងទៅលើមេឃចាប់សម្រក់ហូរទឹកភ្នែកមកសាជាថ្មីទាំងមិនដឹងខ្លួនព្រោះមិនដឹងថាប្រលឹងកូនស្ងួនបានទៅដល់ទីសុខជាឬយ៉ាងណាទីអារាមចាស់ផ្ដល់មលុបក្រងក្របធាតុជាច្រើនដែលបានដាក់តម្កល់ក្នុងនោះក៏មានតែកោដ្ឋពីរប៉ុណ្ណោះដែលនៅមានសភាពថ្មីនិងរលោងជាប់ជានិច្ចគឺកុមារបងប្អូនដាលីនិងដារិតត្បិតម្ដាយឪពុកតែងមកលេងជាប់ជាប្រចាំមកកាន់អង្អែលជូតសម្អាតក៏ដូចបាននឹងការថ្នាក់ថ្នមទៅកាន់រាងកាយនៃមនុស្សពិតនាងមុំកាលបើបានមកលេងក៏តែងពំនាំនៅកម្រងផ្កាម្លិះដែលក្រងចងចាក់ជាភួងតូចមកដាក់ពីលើកោដ្ឋរបស់ដាលីព្រោះដឹងថាកាលនៅមានជីវិតរស់នៅនាងចូលចិត្តវាខ្លាំងណាស់ច្រើនឆ្នាំបានកន្លងផុតទៅរាល់ពេលម្ដាយឪពុកក្រឡេកងាកមើលទៅផ្លូវរូបភាពចាស់ក៏ហាក់លេចឡើងនៅក្នុងខួរក្បាលខណៈដែលចិត្តនៅតែចងចាំនៅតែគិតថាបើកូនទាំងទ្វេនៅមានអាយុសងខាមកដល់បច្ចុប្បន្នម្លេះសំកូនស្ងួនចម្រើនវ័យធំកំឡោះក្រមុំដូចគេជាក់ជាមិនខានកូនអាចនឹងមានរូបសម្បត្តិស្អាតបើតាមម៉ែពុកស្មានកូនក៏អាចនឹងមានសម្លេងពីរោះសមនឹងប្រាណសមជាកូនដ៏ល្អបំផុតរបស់ម៉ែនិងពុកទឹកភ្នែករមៀលស្រក់ចុះមកជាប់ជាច្រើនឆ្នាំតាំងពីថ្ពាល់រលោងរហូតមានជ្រួញស្នាមតាមដំណើរអាយុរំកិលទៅមុខតែចិត្តដែលនឹកដល់កូនពិតមិនអាចឈប់ទោះបើដល់ថ្ងៃជីវិតត្រូវរលត់ក៏ម៉ែនិងពុកនៅតែប្រាថ្នាជួបកូននៅជាតិបន្ទាប់តាមកម្លាំងកម្មនិងកុសលផលបុណ្យដែលតែងតែធ្វើជាប្រចាំ